អ៊ីរ៉ង់បានគំរាមកំហែងដល់អាយុជីវិតកូនប្រុសរបស់លោកត្រាំគឺលោកបេរ៉ុនត្រាំសេវាសម្ងាត់សហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនបានដឹងអំពីព័ត៌មានមួយដែលបានចែកចាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដោយមានខ្លឹមសារគំរាមកំហែងដល់លោក Baron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump សូមជួយចុច Subscribe Channel YouTube SNT Voice ដើម្បីទទួលបានព័ត៌មានអន្តរជាតិថ្មីៗជុំវិញពិភពលោកសូមអរគុណអ្នកនាំពាក្យសេវាសម្ងាត់លោក Ned Herring បានប្រាប់ Fox News Digital ថាសេវាសម្ងាត់បានដឹងអំពីរឿងនេះហើយនឹងស៊ើបអង្កេតរាល់ព័ត៌មានឬសកម្មភាពណាមួយដែលអាចចាត់ទុកថាជាការគំរាមកំហែងលោក Herring បានបន្ថែមថាសេវាសម្ងាត់មិនទាន់អាចបង្ហាញព័ត៌មានលម្អិតអំពីការស៊ើបការឬវិធានការការពារណាមួយបានឡើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបង្ហាញព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងទីកន្លែងដែលលោក Baron ធ្លាប់ទៅក៏មានការលើកឡើងពីទឹកប្រាក់$10 លានសម្រាប់ព័ត៌មានដែលអាចជួយកំណត់អត្តសញ្ញាណឬស្វែងរកទីតាំងរបស់លោកផងដែរនេះមិនមែនជាលើកទី1នោះទេប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏ធ្លាប់ផ្សាយខ្លឹមសារគំរាមកំហែងប្រឆាំងលោក Trump និងគ្រួសាររបស់លោកជាច្រើនលើកការគំរាមកំហែងទាំងនេះបានកើតឡើងក្នុងបរិបទនៃភាពតានតឹងយ៉ាងខ្លាំងរវាងអាមេរិកនិងអ៊ីរ៉ង់រួមទាំងការសម្លាប់មេដឹកនាំអ៊ីរ៉ង់Ayatollah Ali Khamenei និងការវាយប្រហារតាមអាកាសរបស់អាមេរិកដែលបានសម្លាប់មេទ័ពអ៊ីរ៉ង់ Qasem Soleimani កាលពីឆ្នាំ2020លោក Matt Quinn អនុប្រធានសេវាសម្ងាត់អាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីខែមុនថាវាមិនមែនជារឿងសម្ងាត់ទេព្រោះមានការផ្សព្វផ្សាយជាសាធារណៈដោយអ៊ីរ៉ង់បានប្រកាសថាចង់សម្លាប់លោកប្រធានាធិបតីត្រាំការផ្សព្វផ្សាយព័ត៌មាននេះបានកើតមានឡើងខណៈរដ្ឋបាលត្រាំកំពុងដាក់សម្ពាធលើប្រទេសនានាដែលមិនព្រមផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ហើយការបិទគប់ផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ក៏កំពុងបន្តផងដែរកាលពីខែកក្កដាលោកត្រាំត្រូវបានរាយការណ៍ថាបានប្តូរយន្តហោះដោយសម្ងាត់ពី Air Force One ទៅយន្តហោះមួយផ្សេងទៀតនៅប្រទេសទួរគីការប្តូរយន្តហោះនេះត្រូវបានធ្វើឡើងតាមរយៈរថយន្តដឹកសម្ភារៈម្ហូបអាហារដើម្បីកាត់បន្ថយហានិភ័យបន្ទាប់ពីមានការព្រមានដែលអាចជឿទុកចិត្តបានអំពីការគំរាមកំហែងពីមីស៊ីលបាញ់ពីដីទៅអាកាសរបស់អ៊ីរ៉ង់កាលពីខែកក្កដាឆ្នាំ2026ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានកំណត់គោលដៅលើ Melania Trump ដោយបង្ហាញព័ត៌មានពាក់ព័ន្ធនឹងចលនានិងចំណុចខ្សោយនៃផ្នែកសន្តិសុខរបស់លោកស្រីគួរឲ្យកត់សម្គាល់ថាការគំរាមកំហែងដើម្បីសម្លាប់ឬធ្វើឃាតមេដឹកនាំនិងមន្ត្រីរបស់ប្រទេសផ្សេងៗបែបនេះគឺជារឿងដែលមិនគួរឲ្យកើតមានឡើងនោះទេជាពិសេសប្រសិនបើការគំរាមនោះភ្ជាប់ជាមួយការរៀបចំប្រតិបត្តិការជាក់ស្ដែងនៅលើទឹកដីប្រទេសផ្សេងវាជាបញ្ហាធ្ងន់ជាងការបញ្ចេញមតិឬការប្រមាថតាមនយោបាយអ៊ីរ៉ង់មិនមែនមានតែការគំរាមកំហែងលើលោកត្រាំតាមសារព័ត៌មាននោះទេលោក Donald Trump ក៏ធ្លាប់បានគេតាមធ្វើឃាតជាច្រើនលើកច្រើនសារមកហើយប៉ុន្តែពួកគេមិនអាចសម្រេចបានដោយមានការការពារយ៉ាងតឹងរ៉ឹងជាទូទៅសហគមន៍អន្តរជាតិមិនគាំទ្រមេដឹកនាំឬរដ្ឋាភិបាលណាដែលប្រើការគំរាមកំហែងអំពើហិង្សាការប៉ុនប៉ងធ្វើឃាតឬសកម្មភាពសម្ងាត់ផ្សេងៗដើម្បីសម្រេចគោលបំណងនយោបាយឡើយសកម្មភាពបែបនេះមិនត្រឹមតែបង្កការព្រួយបារម្ភចំពោះសន្តិសុខរបស់បុគ្គលនិងប្រទេសដែលពាក់ព័ន្ធប៉ុណ្ណោះទេប៉ុន្តែវាអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់រដ្ឋនិងធ្វើឲ្យភាពតានតឹងផ្នែកអន្តរជាតិកាន់តែធ្ងន់ធ្ងរឡើងដូច្នេះប្រទេសនានាតែងតែអំពាវនាវឲ្យរដ្ឋទាំងអស់គោរពច្បាប់អន្តរជាតិដោះស្រាយជម្លោះតាមមធ្យោបាយការទូតនិងជៀសវាងសកម្មភាពដែលអាចបង្កអស្ថិរភាពឬនាំទៅរកជម្លោះកាន់តែធ្ងន់ធ្ងរនៅខែមិថុនាឆ្នាំ2026ប្រទេសចំនួន24រួមទាំងអាមេរិកអង់គ្លេសបារាំងអាល្លឺម៉ង់និងកាណាដាបានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសលើអ្វីដែលពួកគេចាត់ទុកថាជា lethal plotting ឬការរៀបចំផែនការសម្លាប់របស់ស្ថាប័នសន្តិសុខអ៊ីរ៉ង់នៅអឺរ៉ុបអាមេរិកខាងជើងនិងអូស្ត្រាលីពួកគេបាននិយាយថាការប៉ុនប៉ងសម្លាប់ចាប់ជំរិតបំភ័យឬវាយប្រហារមនុស្សនៅលើទឹកដីរបស់ពួកគេគឺប៉ះពាល់ដល់អធិបតេយ្យភាពនិងបទដ្ឋានអន្តរជាតិសូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះសន្យាថានឹងនាំមកនូវព័ត៌មានថ្មីៗនៅពេលក្រោយទៀត